សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ពិភពអាត់កំបាំង KH ក្នុងវីដេអូទី18របស់យើងថ្ងៃនេះបងប្អូនប្រកាសជាធ្លាប់ឮពីអាត់កំបាំងនៃត្រីកោណ B Moda ដែលជាកន្លែងបាត់ខ្លួននៃកប៉ាល់និងយន្តហោះកណ្ដាលសមុទ្រមែនទេប៉ុន្តែចុះបើសិនជាខ្ញុំប្រាប់បងប្អូនថានៅលើដីគោកក៏មានត្រីកោណមរណៈមួយទៀតដែលមានគ្រោះថ្នាក់នឹងអាត់កំបាំងជាង B Moda ទៅទៀតស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋអាកាសាសហរដ្ឋអាមេរិកមានតំបន់មួយដែលគេឲ្យឈ្មោះថាត្រីកោណអាឡាស្កាវាគឺជាដែនដីនៃភ្នំទឹកកកនិងព្រៃឈើដ៏ធំល្វឹងល្វើយដែលបានលេបត្របាក់ជីវិតមនុស្សអស់រាប់ម៉ឺននាក់យ៉ាងអាត់កំបាំងបំផុតចាប់ពីតួរលេខអ្នកបាត់ខ្លួនដល់រន្ធត់រហូតដល់ទ្រឹស្ដីនៃពីរ៉ាមីតខ្មៅដែលលាក់ខ្លួននៅក្រោមដីថ្ងៃនេះយើងនឹងទៅស៊ើបអង្កេតកំពូលអាត់កំបាំងទាំង5នៃត្រីកោណអាឡាស្កាដែលពិភពលោកនៅតែរកចម្លើយមិនឃើញតោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូទាំងអស់គ្នា5តួរលេខបាត់ខ្លួនដ៏គួរឲ្យរន្ធត់យើងមកចាប់ផ្ដើមជាមួយចំណុចទី5ដែលនឹងធ្វើឲ្យបងប្អូនស្រឡាំងកាំងនឹងតួរលេខចាប់តាំងពីឆ្នាំ1988ក្នុងតំបន់ត្រីកោណអាឡាស្កានេះមានមនុស្សលើសពី 20,000 នាក់បានបាត់ខ្លួនដោយគ្មានដានបងប្អូនសាកគិតមើលតួលេខនេះគឺច្រើនជាង2ដងនៃមជ្ឈមភាគអ្នកបាត់ខ្លួនទូទាំងសហរដ្ឋអាមេរិកទៅទៀតអ្វីដែលចម្លែកបំផុតនោះគឺមនុស្សដែលបានបាត់ខ្លួនភាគច្រើនមិនត្រូវបានគេរកឃើញសូម្បីតែសាកសពនិងបំណែកសម្លៀកបំពាក់ឡើយហាក់ដូចជាពួកគេបានរលាយបាត់ទៅក្នុងអាកាសធាតុអញ្ចឹងទោះបីជាអ្នកខ្លះបកស្រាយថាវាបណ្ដាលមកពីសត្វព្រៃសាហាវឬអាកាសធាតុត្រជាក់ខ្លាំងក៏អ្នកស៊ើបអង្កេតជាច្រើននៅតែងឿងឆ្ងល់ថាតើវាអាចទៅរួចទេដែលមនុស្សរាប់ម៉ឺននាក់បាត់ខ្លួនក្នុងពេលតែមួយដោយមិនបន្សល់ទុកដានសូម្បីតែបន្តិចបែបនេះ4ដែនម៉ាញ៉េទិកដែលវិលវល់ចំណុចលេខ4នាំយើងទៅដល់បាតុភូតវិទ្យាសាស្ត្រដ៏ចម្លែកអ្នកវិទ្យាសាស្ត្របានរកឃើញថានៅក្នុងព្រៃកោណអាឡាស្កាគឺមានដែនម៉ាញ៉េទិកមិនប្រក្រតីជាច្រើនកន្លែងដែនម៉ាញ៉េទិកទាំងនេះធ្វើឲ្យត្រីវិស័យនិងឧបករណ៍នាំផ្លូវអេឡិចត្រូនិកជាច្រើនដំណើរការខុសប្រក្រតីឬវិលចុះឡើងរកទិសដៅមិនឃើញនេះគឺជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកបើកបរយន្តហោះនិងអ្នកដើរព្រៃជាច្រើនវង្វេងផ្លូវនិងជួបគ្រោះថ្នាក់ប៉ុន្តែអ្វីដែលរឹតតែអាចកំបាំងគឺផលប៉ះពាល់លើផ្លូវចិត្តមនុស្សដែលធ្លាប់ឆ្លងកាត់តំបន់នោះបានរាយការណ៍ថាពួកគេមានអារម្មណ៍វិលមុខភ័យខ្លាចដោយគ្មានមូលហេតុឬឃើញរូបភាពចម្លែកដែលមិនមែនជាការពិតតើថាមពលម៉ាញ៉េទិកដ៏ខ្លាំងក្លានេះកើតចេញពីធម្មជាតិឬមានអ្វីមួយយ៉ាងនៅក្រោមដីជាអ្នកបញ្ចេញវា3សត្វចម្លែកក្នុងរឿងព្រេងគូស្តាកាបន្តមកដល់លេខ3ដែលជារឿងរ៉ាវព្រឺរោមនៃកុលសម្ព័ន្ធបុរាណជនជាតិដើមភាគតិច Tlingit ដែលរស់នៅទីនោះរាប់ពាន់ឆ្នាំបាននិយាយពីរឿងរ៉ាវរបស់សត្វចម្លែកម្យ៉ាងឈ្មោះថាគូស្តាកាតាមរឿងព្រេងគូស្តាកាគឺជាសត្វអាត់កំបាំងដែលមានរូបរាងពាក់កណ្ដាលមនុស្សពាក់កណ្ដាលភេរវាមានសមត្ថភាពអាចបន្លំខ្លួនធ្វើជាសាច់ញាតិឬមិត្តភ័ក្តិរបស់ជនរងគ្រោះដើម្បីលបួងពួកគេឲ្យដើរចូលទៅក្នុងព្រៃជ្រៅឬបឹងទឹកកករួចក៏លាបត្របាក់ប្រលឹងពួកគេតែម្ដងទោះបីជាសពថ្ងៃយើងចាត់ទុកវាជារឿងនិទានប៉ុន្តែអ្នកស្រុកនៅតែមានភាពភ័យខ្លាចនិងតែងតែដាស់តឿនកុំឲ្យអ្នកក្រៅដើរចូលព្រៃតែម្នាក់ឯងនៅពេលយប់ព្រោះមានករណីបាត់ខ្លួនជាច្រើនមានសភាពដូចទៅនឹងអ្វីដែលជារឿងព្រេងបានរៀបរាប់បេះបិទ2ការបាត់ខ្លួនរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកក្នុងឆ្នាំ1972ពិភពលោកបានផ្អើលយ៉ាងខ្លាំងនៅការបាត់ខ្លួនដ៏ធំបំផុតមួយយន្តហោះតូចមួយគ្រឿងដែលដឹកមន្ត្រីជាន់ខ្ពស់អាមេរិក2រូបគឺលោក Hale-Bopp និងលោក Nick Begich បានបាត់ស្រមោលចេញពីរ៉ាដាក្នុងអំឡុងពេលហោះហើរក្នុងព្រៃកោណអាឡាស្ការដ្ឋាភិបាលសហរដ្ឋអាមេរិកបានបើកយុទ្ធនាការរុករកមហាសាលដោយប្រើប្រាស់យន្តហោះយោធា40គ្រឿងនិងនាវាជាច្រើនទៀតរុករកអស់រយៈពេល39ថ្ងៃប៉ុន្តែលទ្ធផលគឺ0គេរកមិនឃើញសូម្បីតែបំណែកដែកមួយដុំឬស្លាកស្នាមប្រេងយន្តហោះឡើយយន្តហោះដ៏ធំមួយគ្រឿងនិងមនុស្សសំខាន់លំដាប់ប្រទេសបែរជាបាត់ខ្លួនទៅដោយគ្មានបន្សល់ទុកនៅភស្តុតាងអ្វីសូម្បីតែបន្តិច
តើវាជាគ្រោះថ្នាក់ចៃដន្យឬជាការរៀបចំផែនការកម្រិតខ្ពស់1អាថ៌កំបាំងពីរ៉ាមីតខ្មៅក្រោមដីលេខ1នេះហើយដែលជាអាថ៌កំបាំងកប់ជ្រៅបំផុតក្នុងឆ្នាំ1992បន្ទាប់ពីមានការសាកល្បងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅប្រទេសចិនម៉ាស៊ីនវារំញ័រដើរនៅអាមេរិកបានចាប់បានសញ្ញាចម្លែកមួយចេញពីក្រោមដីនៃរដ្ឋអាឡាស្កាតាមរយៈការវិភាគរលកធាតុអាកាសអ្នកវិទ្យាសាស្ត្របានរកឃើញវត្ថុមួយយ៉ាងដែលមានរាងពីរ៉ាមីតដ៏ធំសម្បើមដែលលាក់ខ្លួននៅក្រោមជម្រៅដីរាប់រយម៉ែត្រគេឲ្យឈ្មោះវាថាដាកពីរ៉ាមីតឬពីរ៉ាមីតខ្មៅមានទ្រឹស្ដីស៊ើបអង្កេតជាច្រើនជឿថាពីរ៉ាមីតនេះគឺជាប្រភពថាមពលដ៏មហិមាដែលមិនមែនជារបស់មនុស្សឡើយហើយវាគឺជាអ្នកដែលបង្កើតដែនម៉ាញ៉េទិកចម្លែកដែលធ្វើឲ្យមនុស្សបាត់ខ្លួនរហូតមកដល់សប្តាហ៍ថ្ងៃយោធាអាមេរិកបានហាមឃាត់មិនឲ្យមានការរុករកនៅតំបន់នោះឡើយដែលធ្វើឲ្យអាថ៌កំបាំងនេះកាន់តែងងឹតស្លុបទៅត្រីកោណអាឡាស្កានៅតែជាដែនដីមរណៈដែលមនុស្សជាតិមិនទាន់អាចគ្រប់គ្រងបានមិនថាវាជាកម្លាំងធម្មជាតិសត្វចម្លែកឬបច្ចេកវិទ្យាអាថ៌កំបាំងក្រោមដីក៏ការពិតនៅតែត្រូវបានគេលាក់បាំងជានិច្ចចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះអាថ៌កំបាំងទាំង5នេះតើបងប្អូនជឿលើទ្រឹស្ដីពីរ៉ាមីតខ្មៅដែរឬទេកុំភ្លេចបញ្ចេញមតិយោបល់នៅខាងក្រោមទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដាន Channel ពិភពអាថ៌កំបាំង KH រហូតមកដល់វីដេអូទី18នេះកុំភ្លេចចុច Like និង Subscribe ដើម្បីបន្តដំណើរផ្សងព្រេងជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតសូមអរគុណនិងសូមជម្រាបលា